សូមគោរពនឹងជំរាបសួរអស់លោកលោកស្រីដែលជាអ្នកព្យាបាលបាទរយៈមុនខ្ញុំបានសន្យាហើយក៏អធិស្ឋានដែរបានលើកដៃសំពះដោយសារដៃវិញ្ញាណកាន់ទូរស័ព្ទកាលមុនខ្ញុំបានសន្យាជាមួយអស់លោកលោកស្រីដែលជាអ្នកព្យាបាលថានឹងធ្វើវីដេអូមួយទាក់ទងជាមួយនឹងការគ្រប់គ្រងទូរស័ព្ទរបស់កូនរបស់យើងអស់គ្នាឲ្យមានប្រសិទ្ធភាពក៏ប៉ុន្តែដោយសារតែមួយរយៈក្រោយនេះយើងឃើញថាប្រទេសជាតិរបស់យើងគឺកំពុងតែជួបនៅបញ្ហាសង្គ្រាមជាមួយនឹងចោរជើងពៀនសៀមអញ្ចឹងក៏ខ្ញុំចេះចាយរំយាលពេលបាទមិនបានធ្វើទៅថ្ងៃនេះមានឱកាសក៏សម្រេចចិត្តធ្វើឡើងវិញបាទអញ្ចឹងកុំឲ្យខាតពេលវែងឆ្ងាយយើងបដោតយកចំណុចសំខាន់តែម្ដងនៅក្នុងការគ្រប់គ្រងទូរស័ព្ទប្រកបដោយមានប្រសិទ្ធភាពទី1គឺបងប្អូនត្រូវចេះសង្កេតសិនបាទសង្កេតនៅពេលដែលយើងទិញទូរស័ព្ទឲ្យកូនប្រសិនបើករណីយើងទិញឲ្យរួចហើយអាហ្នឹងគឺរៀងពិបាកតិចបាទរៀងពិបាកតិចត្រង់ថាម៉េចតើតែបងប្អូនចេះបាទសង្កេតហើយយកអាបញ្ហាដែលគាត់ជួបប្រទះហ្នឹងដើម្បីជាលេសដើម្បីយើងអាចដកហូតទូរស័ព្ទហ្នឹងកុំឲ្យគាត់ប្រើអញ្ចឹងសង្កេតយ៉ាងម៉េចឧទាហរណ៍ករណីបើយើងទិញទូរស័ព្ទឲ្យគាត់ទៅស្រាប់តែឃើញថាលទ្ធផលនៃការសិក្សារបស់គាត់មានការធ្លាក់ចុះបាទមានការធ្លាក់ចុះទៅលើមុខវិជ្ជាណាមួយឬក៏មានការធ្លាក់ចុះទាំងស្រុងតែម្ដងបាទទាំងស្រុងតែម្ដងគឺអស់លោកស្រីដែលជាអ្នកព្យាបាលគឺយើងត្រូវសង្កត់ធ្ងន់ទៅលើចំណុចហ្នឹងហើយបាទដកទូរស័ព្ទពីគាត់ចេញដកទូរស័ព្ទពីគាត់ចេញបើសិនជាករណីគាត់តវ៉ាបាទឧទាហរណ៍គាត់តវ៉ាឬមួយក៏គាត់យកលេសថាបើសិនជាគាត់អត់ទូរស័ព្ទគឺគាត់មិនអាចមានមេរៀនកត់ដូចគេទេពីព្រោះលោកគ្រូអ្នកគ្រូគាត់ផ្ញើមេរៀនចូលទៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះអស់លោកស្រីត្រូវអញ្ជើញទៅសាលារៀនហើយឲ្យលោកគ្រូអ្នកគ្រូដែលនៅក្នុងសាលាហ្នឹងគឺអេតអស់លោកស្រីន័យថាបញ្ចូលបាទអេតគឺបញ្ចូលអស់លោកស្រីហ្នឹងចូលទៅក្នុងក្រុមថ្នាក់របស់គាត់ដើម្បីកាលណាលោកគ្រូអ្នកគ្រូគាត់មានមេរៀនអ្វីថ្មីឬក៏កិច្ចការផ្ទះឬក៏កិច្ចការណាមួយគាត់ផ្ញើចូលក្នុងក្រុមហ្នឹងអស់លោកស្រីនឹងទទួលបានព័ត៌មានហ្នឹងហើយយើងយកទូរស័ព្ទហ្នឹងហើយទៅឲ្យគាត់ចម្លងមេរៀនបាទតែមិនមែនឲ្យគាត់ចម្លងយូរទេណាបាទយើងមើលទៅតាមស្ថានភាពមេរៀនជាក់ស្ដែងតើមេរៀនហ្នឹងច្រើនឬតិចបើច្រើនយើងទុកពេលឲ្យគាត់1ម៉ោងឬក៏1ម៉ោងកន្លះតែបើសិនជាតិចទុកពេលឲ្យគាត់កន្លះម៉ោងឬក៏តិចជាងហ្នឹងបាទតិចជាងហ្នឹងហើយបន្ទាប់ពីគាត់ធ្វើរួចបាទគាត់ចម្លងមេរៀនរួចអស់លោកស្រីអាចដកទូរស័ព្ទនឹងមកវិញបាទដកមកវិញក៏ប៉ុន្តែត្រូវសង្កេតមើលផងប្រសិនបើករណីយើងដកអូវិញឃើញទូរស័ព្ទនឹងខុសប្រក្រតីយ៉ាងម៉េចស្រាប់តែឃើញមានហ្គេមឬមួយក៏មានកម្មវិធីចម្លែកនៅក្នុងហ្នឹងអស់លោកស្រីក៏គួរតែកត់សម្គាល់ត្រង់ចំណុចហ្នឹងដែរបាទបើមានហ្គេមឬមួយក៏មានកម្មវិធីចម្លែកនៅលើហ្នឹងមានន័យថាកូនរបស់យើងគឺកំពុងតែមានបញ្ហាអាចគាត់កុហកយើងបាទគាត់កុហកយើងជួនកាលមេរៀនហ្នឹងតិចទេប៉ុន្តែយើងទុកពេលវេលាគាត់ច្រើនពេកវាលើសនឹងមេរៀនហ្នឹងអញ្ចឹងគាត់មានឱកាសនៅក្នុងការទៅលេងហ្គេមឬមួយក៏យកទូរស័ព្ទហ្នឹងទៅបាទលេងបណ្ដាញសង្គមផ្សេងៗឬក៏ធ្វើអ្វីផ្សេងៗដែលប្រះចាកអំពីការកំណត់របស់យើងបាទហើយពេលដែលយើងដកហ្នឹងគឺយើងត្រូវបញ្យល់គាត់ប្រាប់ហេតុផលគាត់ថាកូនកាលពីមុនកូនរៀនបកែណាកូនឆ្លាតណាថ្នាក់ទី2កូនអាចអានដល់សៀវភៅភាសាខ្មែរថ្នាក់ទី10សមត្ថភាពកូនគឺមិនធម្មតាទេតែក្រោយពេលដែលកូនប្រើប្រាស់ទូរស័ព្ទនេះម៉ែឬក៏ពុកសង្កេតឃើញថាកូនគឺការសិក្សាមានការធ្លាក់ចុះអញ្ចឹងពុកម៉ែមិនអាចឲ្យកូននឹងប្រើប្រាស់ទូរស័ព្ទបន្តទៀតបានទេយើងត្រូវយល់ប្រាប់ហេតុផលគាត់អញ្ចឹងកុំឲ្យដកទាំងកំរោលបាទដកទាំងកំរោលអាចជាប៉ះពាល់ផ្លូវអារម្មណ៍របស់គាត់ធ្វើឲ្យគាត់មិនសប្បាយចិត្តបាទមិនសប្បាយចិត្តយើងត្រូវយល់ប្រាប់គាត់តែបើករណីថាបញ្យល់ទៅគាត់មិនស្ដាប់អាហ្នឹងលៃលោកតាមស្ថានភាពជាក់ស្ដែងបាទលៃលោកតាមស្ថានភាពជាក់ស្ដែងចាស់
ចឹងអានឹងចំណុចទី1បាទចំណុចទី2ប្រសិនបើអស់លោកស្រីដែលជាអាណាព្យាបាលមិនទាន់បានទិញទូរស័ព្ទឲ្យកូនទេប៉ុន្តែមានគោលបំណងនៅក្នុងការទិញលើកទឹកចិត្តកូនពីព្រោះជាបទពិសោធន៍អានេះជារឿងពិតណាបាទជាបទពិសោធន៍មានកូនសិស្សខ្ញុំម្នាក់ពីមុនគាត់រៀនកណ្ដាលបាទលេខ10លេខ7 8អញ្ចឹងណាបាទលេខ10 7 8ជាស្រ័យមករៀនដាស់សាយបន្តិចបាទគាត់រៀនកណ្ដាលពេលគាត់រៀនកណ្ដាលឪពុកម្ដាយរបស់គាត់ហ្នឹងបាននិយាយថាបើសិនជាករណីខ្លួនឯងរៀនចូលតារាងកិត្តិយសដែលថាចាប់ពីលេខ1ដល់លេខ5ពុកនឹងទិញទូរស័ព្ទឲ្យកូនពេលគាត់លឺអញ្ចឹងភ្លាមគឺគាត់ប្រឹងរៀនណាបាទប្រឹងរៀនរហូតដល់ខែក្រោយគឺគាត់ទទួលបានលទ្ធផលដូចអ្វីដែលឪពុកម្ដាយគាត់ចង់បានហើយឪពុកម្ដាយរបស់គាត់ក៏បានទិញទូរស័ព្ទនឹងឲ្យគាត់បាទទិញឲ្យគាត់តែអ្វីដែលឪពុកម្ដាយនឹងគាត់ទទួលបាននោះគឺក្រោយពីបានទូរស័ព្ទហើយបាទកុំឡាយថាលេខ7លេខ8គាត់ធ្លាក់ទៅដល់ចង់បាត់តារាងក្បែរត្រានយោបាទធ្លាក់ចង់ដល់បាត់តារាងរៀនស្អីក៏គាត់អត់ចេះដែរហើយអស់លោកស្រីត្រូវចាំថាបើកាលណាយើងឲ្យគាត់ប្រើប្រាស់ទូរស័ព្ទហើយគឺពិបាកក្នុងការដកណាស់អញ្ចឹងត្រង់កន្លែងនេះខ្ញុំចង់បញ្ញាអារម្មណ៍ថាបើសិនជាករណីថាយើងចង់ទិញទូរស័ព្ទនឹងឲ្យកូនបាទទិញឲ្យកូនខ្ញុំសុំចិត្តបាទកុំតន់ទិញឲ្យកូនប្រយ័ត្នបាទមានបញ្ហានៅថ្ងៃក្រោយអញ្ចឹងយើងអាចនិយាយជាមួយគាត់ថាបើកូនចង់បានទូរស័ព្ទកូនត្រូវប្រឹងរៀនឲ្យចប់ទី12ពេលកូនចប់ទី12ពុកម៉ែនឹងអាចទិញទូរស័ព្ទឲ្យកូនប្រើប្រាស់បានតែបើកូនរៀនមិនបានចប់ទី12ទេពុកម៉ែមិនអាចទិញទូរស័ព្ទឲ្យកូនទេបាទពេលណាកូនរៀនបានពងពោះកូននឹងមានមុខរបរមួយជាក់លាក់កូននឹងស្គាល់ខ្លួនឯងកូននឹងដឹងថាខ្លួនឯងត្រូវធ្វើអ្វីនោះបាទកូននឹងអាចរកចំណូលបានកូននឹងទិញទូរស័ព្ទបានល្អលើនឹងទៀតហ្នឹងយើងអាចនិយាយលើកទឹកចិត្តគាត់ចឹងប្រាប់គាត់ចឹងបាទកុំឲ្យគាត់កេញលោគាត់ឃើញមិត្តភក្តិរបស់គាត់ប្រើប្រាស់ទូរស័ព្ទគាត់ចង់ដែរអញ្ចឹងសុំណាបាទសុំកុំតន់ទិញអសោះហើយបាទសំណួរមួយទៀតខ្ញុំសើចឃើញនៅក្នុង Facebook បាទខ្ញុំមើលតាម page តាមផ្សេងខ្ញុំចូលចិត្តមើល comment សំណួរមួយទៀតសួរថាចុះបើសិនបើក្រសួងបាទគាត់ដាក់ឧទាហរណ៍ដូចខ្ញុំនិយាយតាក់ទងជាមួយនឹងការហាមមិនឲ្យគាត់ប្រើប្រាស់ទូរស័ព្ទមិនហាមឲ្យគាត់ប្រើទេមិនថាប្រើដែរប្រើក្នុងលក្ខន្តិកៈមួយត្រឹមត្រូវចុះបើដូចក្មេងៗដែលគាត់ថ្នាក់ទី3ទី4ដែលគាត់ត្រូវការប្រើប្រាស់ទូរស័ព្ទហ្នឹងអានឹងយើងធ្វើយ៉ាងម៉េចអញ្ចឹងអានឹងអត់ខុសពីខ្ញុំជម្រាបខាងដើមទេគឺអស់លោកស្រីមិនអាចបកគលទូរស័ព្ទនឹងឲ្យគាត់បានទេបាទយើងត្រូវយកចិត្តទុកដាក់ចំពោះគាត់បន្តិចជាពិសេសនៅតូចអញ្ចឹងខ្ញុំជឿថាអស់លោកស្រីគឺមិនសូវទៅណាឆ្ងាយពីកូនទេប៉ុន្តែក៏មានបិតាមួយចំនួនដែលគាត់មិនអាចនៅជាមួយកូនបានថាត្រូវតែបំពេញការងារឆ្ងាយដើម្បីបានចំណូលក្នុងគ្រួសារអញ្ចឹងបើត្រង់ចំណុចនេះបាទបើសិនជាករណីយើងទៅឆ្ងាយយើងអាចទុកដាក់ទៅលើយាយតាបាទទៅលើយាយតាឲ្យគាត់មើលបានម៉ត់ចត់គាត់មុតបាទកុំឲ្យគាត់លេងអសោះអញ្ចឹងបើគាត់ត្រូវការរៀនតាមប្រព័ន្ធអញ្ចឹងយើងអាចយកទូរស័ព្ទហ្នឹងមកឲ្យគាត់ធ្វើមកផ្លេតទៅតាមភាពជាក់ស្ដែងតាមមេរៀនហ្នឹងតិចឬក៏ច្រើនបាទមិនខុសពីមុនទេតិចឬក៏ច្រើនអញ្ចឹងឲ្យគាត់រៀនមកផ្លេតទៅបើសិនជាចប់ហើយគឺយើងដកទូរស័ព្ទនឹងចេញទៅបាទដកទូរស័ព្ទនឹងចេញឬក៏ដើម្បីជាការលើកទឹកចិត្តឧទាហរណ៍ដោយគាត់ធ្វើកិច្ចការផ្ទះបានល្អអាហ្នឹងករណីយើងចង់ឲ្យគាត់ប្រើតិចលក្ខណៈតិចតួចតែកុំឲ្យដាច់មុខអសោះជាការលើកទឹកចិត្តឧទាហរណ៍ពេលគាត់ធ្វើកិច្ចការផ្ទះបានល្អបានដោះល្អអីចឹងទៅយើងអាចថាឲ្យគាត់មើល10នាទីអីចឹងទៅបាទឬក៏20នាទីអីចឹងទៅហើយយើងដកយកវិញ
mấy cái này dân tụm lọp thôi chẳng cứ còn khăn dân thì còn tay tụm bốn phải ai riêng của bạn đó thì còn tay dân tụm lọp thôi chẳng chỉ rồi thấy về tới chỉ tụm lọp và tụm lọp cứ lên lên miền Pành Hà và lên miền Pành Hà chẳng sau đó chia sẻ đây lên với làng với trong trong sông ỏi ở lục sài đại chế nạp chế báo meta kết bị trà na ban với chương ai môn nó sắp chân tinh từ sắm còn bị pru cả pra từ sắm này គឺមិនត្រឹមតែធ្វើឲ្យក្មេងនឹងគាត់រៀនខ្សោយទេគឺថែមទាំងប៉ះពាល់ដល់ខួរក្បាលរបស់គាត់ធ្វើឲ្យការចងចាំរបស់គាត់គឺអត់សូវបានល្អប្រសើរទេរៀនឲ្យចេះឲ្យគឺ3 4ថ្ងៃគឺភ្លេចបាត់បាទអត់ចាំទេភ្លេចបាត់នេះជាការពិតបាទខ្ញុំមិនមែនចេះថាទេពួកបទពិសោធន៍ខ្ញុំបរៀនសិស្សខ្ញុំដឹងបាទដឹងច្រើនជួបសិស្សច្រើនហើយក៏មានបងប្អូនខ្លះគឺគាត់មើលទូរស័ព្ទដល់ម៉ោង4យប់ខ្ញុំសួរថាយប់ឡើងមើលទូរស័ព្ទដល់ម៉ោងប៉ុន្មានគាត់ថាមើលដល់ម៉ោង4យប់គាត់នៅជាមួយយាយបាទហើយមានបងខ្លះទៀតគាត់បាញ់ហ្គេមដល់ម៉ោង2ម៉ោង3យប់ហើយគាត់មករៀនយឺតជារៀងរាល់ថ្ងៃអត់ដឹងថាណាព្យាបាលគាត់ដឹងថាកូនលេងដល់ថ្នាក់នឹងឬក៏យ៉ាងម៉េចទេខ្ញុំអត់ដឹងទេបាទតែចំពោះសិស្សដែលមានបញ្ហាបែបនេះសាលាគឺតែងតែបានអញ្ជើញអាណាព្យាបាលមកជួបបាទអញ្ជើញអាណាព្យាបាលមកជួបតែអ្វីដែលយើងទទួលបាននោះគឺគាត់អត់ដឹងបាទគាត់អត់ដឹងគាត់អាងថាកូនរបស់គាត់មានបន្ទប់មួយបាទចូលក្នុងបន្ទប់នឹងបាត់បិទភ្លើងបិទអីគឺស្មានតែគេតាមពិតអត់គេទេគឺឃ្លុំពួយបាញ់ហ្គេមបាទជាសិស្សប្រុសតែស្រីគឺគាត់បាទឃ្លុំពួយលេងទូរស័ព្ទដល់ពេលមកឪឧទាហរណ៍ដោយករណីថាគាត់សង្ស័យបើកទ្វារទៅគឺគាត់បាត់ភ្លើងចុចបាត់ហើយគឺយើងស្មានតែគេយើងមកវិញបាទអានឹងជាចំណុចដែលគួរចាប់អារម្មណ៍មួយជាស្ដែងនេះបាទនេះកូនសិស្សរបស់ខ្ញុំបាទនេះលំហាត់ហើយជា100លំហាត់បាទឲ្យគាត់ធ្វើបានពេលបរៀនគាត់គឺគាត់ធ្វើបានបាទធ្វើបានហើយចេះទៀតត្រូវច្រើនខុសពាក្យតិចតែសួរគាត់ចាំទេបាទចម្លើយគឺអត់3ថ្ងៃឡើងដាក់លំហាត់ដដែលសួរគាត់ម្ដងទៀតគឺគាត់អត់ចាំទេបាទបងប្អូនមួយចំនួនតែក៏មានបងប្អូនខ្លះពាក្យតិចបាទដែលគាត់នៅចាំបានដោយសារតែគាត់បាទទម្លាប់ធ្វើជារៀងរាល់យប់អញ្ចឹងនៅក្នុងវីដេអូខាងមុខទៀតខ្ញុំនឹងធ្វើវីដេអូមួយតាក់ទងជាមួយនឹងការរៀបចំកាលវិភាគសម្រាប់ឲ្យកូនអស់លោកស្រីរៀនឲ្យមានប្រសិទ្ធភាពបាទដល់ពេលដែលគាត់មានកាលវិភាគផ្ទាល់ខ្លួនគឺគាត់អត់មានសឹងតែគ្មានពេលនៅក្នុងការលេងទូរស័ព្ទគឺរវល់ទៅតាមកាលវិភាគរវល់តែម្ដងអត់មានពេលលេងទៅតាមទូរស័ព្ទហ្នឹងទេលេងទូរស័ព្ទអញ្ចឹងបើសិនជាករណីបងប្អូនអស់លោកស្រីចង់ឲ្យខ្ញុំបន្តធ្វើវីដេអូបែបហ្នឹងទៀតវីដេអូអប់រំឬក៏វីដេអូទាក់ទងនឹងការរៀបចំកាលវិភាគរៀនយ៉ាងម៉េចអានេះសូមជួយខមមិនប្រាប់នៅខាងក្រោមផងបាទដើម្បីខ្ញុំដឹងថាតើអស់លោកស្រីគ្រប់ត្រូវឬអត់បើសិនជាករណីថាអស់លោកស្រីមិនគ្រប់ត្រូវក៏ខ្ញុំនៅតែបន្តធ្វើដែរដើម្បីជាប្រយោជន៍ដល់សង្គមបាទដើម្បីជាប្រយោជន៍ដល់សង្គមពីព្រោះមនុស្សយើងគឺមិនដឹងថាខ្លួនឯងទៅវិញថ្ងៃណាទេថ្ងៃកើតយើងដឹងប៉ុន្តែថ្ងៃដែលយើងទៅវិញយើងអត់ដឹងទេអញ្ចឹងយើងត្រូវរស់នៅដើម្បីផ្ដល់ជាប្រយោជន៍ដល់សង្គមរបស់យើងបាទពីព្រោះគ្មានអ្នកណាជីវិតអមតៈទេហើយពួកគាត់នឹងហើយគឺជាអ្នកបន្តវេនពីយើងគ្រប់គ្នាបាទពីយើងគ្រប់គ្នាអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណហើយក៏សូមគោរពលាហើយបើសិនតែគិតថាវីដេអូនេះមានប្រយោជន៍បាទសូមជួយចែករំលែកបន្តដើម្បីឲ្យអ្នកផ្សេងទៀតគាត់បានមើលហើយបានជាប្រយោជន៍ដល់ក្មេងៗនៅក្នុងសង្គមជាតិរបស់យើងទាំងមូលបាទសូមអរគុណសូមអធិស្ឋានផងដោយជម្រាបខាងដើមចឹងដៃមួយយើងកាន់ទូរស័ព្ទបាទសូមលា